សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodian Study នៅក្នុងវីដេអូនេះគឺខ្ញុំនឹងចូលទៅបញ្យល់បងប្អូនអំពី comment ចំនួន2បន្ថែមទៀតគឺ wake-out ហើយនិង text ហើយមុននឹងចូលទៅសិក្សាអំពី wake-out ហើយនិង text គឺខ្ញុំនឹងបញ្យល់បងប្អូនអំពីការ add photo ចូលទៅក្នុងកម្មវិធី Adobe AutoCAD ឆ្នាំ2021អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងចូលទៅសិក្សាទាំងអស់គ្នាអំពីការ add photo wake-out ហើយនិង text ឥឡូវយើងចូលមកនេះបងប្អូនទី1គឺយើងសិក្សាអំពីការ add photo ជាមុនសិនការ add photo គឺវាអត់មានអីស្មុគស្មាញចាំញ៉ាំទេគឺវាស្រួលទេប៉ុន្តែគ្រាន់តែចង់ឲ្យបងប្អូនយល់ដឹងនៅពេលដែលបងប្អូនមានតម្រូវការអំពីការ add photo បញ្ចូលទៅក្នុងកម្មវិធី AutoCAD របស់បងប្អូននៅក្នុងករណីចាំបាច់ណាមួយដែលបងប្អូនត្រូវការប្រើប្រាស់វាអញ្ចឹងដើម្បី add photo បានគឺវាងាយស្រួលទេបងប្អូនចូលទៅស្វែងរករូបភាពដែលបងប្អូនចង់ add ចូលនៅក្នុង AutoCAD ទាំងអស់គ្នាឥឡូវយើងចូលទៅស្វែងរករូបភាពមួយជាឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ឥឡូវយើងឧទាហរណ៍រូបមួយនេះចុះរូបផ្ទះលំហែមួយឧទាហរណ៍ថាយើងនេះក្នុងករណីនេះយកឧទាហរណ៍ថាយើងមានផ្ទះលំហែមួយបែបនេះហើយយើងចង់ add វាបញ្ចូលហើយនេះជាប្រភេទផ្ទះលំហែដែលខ្ញុំបានសាងសង់ឲ្យគេនៅមាត់ស្ទឹងបណ្ណន់ហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់សាងសង់ផ្ទះវិឡាសាលារៀនទីពេទ្យបងប្អូនអាចទាក់ទងមក Cambodian Study បានតាមរយៈខ្ញុំមកផ្ទាល់ដែលមានលេខទូរស័ព្ទ086 88 93 26ហើយនិងលេខខ្សែទៀត097 38 42 841អញ្ចឹងយើងសារទៅ add photo ទាំងអស់គ្នាឥឡូវយើងคลิกលើរូបភាពមួយនេះហើយយើងចុច Ctrl C ហើយយើងចូលទៅក្នុងកម្មវិធី AutoCAD ហើយយើង Ctrl V ហើយយើងคลิกមួយបែបនេះហើយយើងคลิกមួយទៀតហើយទាញបែបនេះឃើញនេះបងប្អូនរូបភាពដែលយើង add មកមិញនេះវាគឺសាមញ្ញងាយៗទេអញ្ចឹងការ add photo នេះគឺខ្ញុំអត់បញ្យល់ច្រើនទេដោយសារវាសាមញ្ញវាងាយៗបែបនេះសង្ឃឹមថាបងប្អូនអាចធ្វើបានអញ្ចឹងយើងបន្តទៅមុខទៀតអំពី comment web out comment web out នឹងឥឡូវយើងចូលទៅឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ខ្ញុំដកពូជនេះយកមកសិក្សាជូនបងប្អូនទាំងអស់គ្នាហើយយើង copy យកវាមកប្រើប្រាស់មកឥឡូវក្នុងឧទាហរណ៍ក្នុងករណីដែលយើងមានប្អូចមួយបែបនេះករណីដែលបងប្អូនចង់បាំងបែបឲ្យហ្នឹងគឺការបាំងក្នុងករណីដែលបងប្អូនមានផ្ទះពីរប៉ុន្តែផ្ទះមួយនៅខាងមុខផ្ទះមួយទៀតនៅខាងក្រោយប៉ុន្តែបើយើងមើលពីមុខទៅវានឹងបាំងប្អូចហ្នឹងនេះបាំងប្អូចនេះបាំងពាក់កណ្ដាលឧទាហរណ៍ថាបាំងពាក់កណ្ដាលបែបនេះយើងមើលឃើញតែពាក់កណ្ដាលខាងនេះទេអញ្ចឹងបងប្អូនមួយចំនួនគឺគាត់នឹងប្រើ comment ផ្ដាច់ឬក៏គាត់កាត់ផ្ដាច់មួយចំហៀងនេះបាទហើយគាត់ប្រើ trim ប្រើអីចឹងណាប៉ុន្តែក្នុងករណីនេះគឺយើងអត់ប្រើ trim ទេគឺយើងប្រើ web out ព្រោះវាងាយស្រួលក្នុងការយើងអាចយកប្អូចហ្នឹងមកប្រើប្រាស់វិញមិនថាបងប្អូនគូជ្រីគូអ្វីទេក្នុងករណីជាច្រើនទៀតមិនថាបងប្អូនគូជ្រីឬគូអ្វីទេគឺយើងប្រើ web out ដើម្បីបាំងវាកុំព្យាយាមប្រើ trim ឥឡូវយកឧទាហរណ៍យើងមានផ្ទះបែបនេះ OEC ជិនថាឧទាហរណ៍ថានេះជាផ្ទះមួយហើយយើង copy វាយក move វាយកមកដាក់កន្លែងនេះមកនេះយើងបែបនេះហើយយើង copy វាមួយទៀតមកដើម្បីធ្វើជាឧទាហរណ៍ពី enter ហើយយើង click យកមកដាក់ត្រឹមនេះមកហើយយើងលុបបន្តប្រយោលនេះចោលមកនេះករណីនេះបងប្អូននៅពេលដែលបងប្អូនមើលពីមុខទៅយើងប្រកាសជាឃើញផ្ទះមួយនេះឧទាហរណ៍ថាយើងមានផ្ទះពីរនេះផ្ទះទី1នេះផ្ទះទី2តែបងប្អូនប៉ុន្តែនៅពេលដែលបងប្អូនមើលពីមុខទៅគឺយើងនឹងឃើញតែផ្ទះទី1នេះទេផ្ទះទី2នេះគឺយើងអត់ឃើញទេដោយសារផ្ទះទី1នេះបាំងពីមុខហើយអញ្ចឹងនៅក្នុងករណីនេះតែយើងត្រូវលុបបន្ទាត់នេះលុបដបូលនេះហើយលុបប្អូចនេះទាំងអស់នេះមែនទេគឺបងប្អូនមិនចាំធ្វើអញ្ចឹងទេគឺយើងមាន comment មួយដែលមានឈ្មោះថា comment web out ដែលអាចជួយបងប្អូនបានក្នុងករណីនេះឥឡូវយើងសាកទៅធ្វើវាទាំងអស់គ្នាឥឡូវយើងវាយមក WI enter ហើយយើង click ត្រង់នេះមួយ click ត្រង់នេះមួយទៀត click ចំណុចនេះមួយទៀត click ចំណុចនេះមួយទៀតហើយយើងឲ្យវាវិលជុំមកដល់ចំណុចដែលយើងចាប់ផ្ដើមណាប៉ុណ្ណេះមកហើយយើង enter ផ្ដាច់មកឃើញក្នុងករណីនេះគឺយើងបាំងវាបានបាទហើយដែលយើងមិនបាច់ចាំប្រើ comment trim ដើម្បីកាត់ផ្ដាច់វាដាច់កណិតកណាត់ញ៉ៃញ៉ៃទេហើយយើងមក web out trongចំណុច double នេះមួយទៀតមក WI enter click 1 click 2
Click 3 ហើយមកដល់ចំណុចដែលវាចាប់ផ្ដើមវិញមកហើយយើង enter បណ្ដាច់ឃើញអ្នកមកនេះវាបានបាំងដបូលនឹងបាត់ហើយអានេះជា comment មួយសម្រាប់ឲ្យបងប្អូនប្រើប្រាស់ងាយស្រួលក្នុងការគូរផ្ទះជាន់ឬក៏រូបភាពអ្វីមួយផ្សេងពីទិសពីជ្រីពីអីផ្សេងដែលបងប្អូនអាចធ្វើបានឥឡូវយើង control Z វាថយមកវិញសិនមកហើយក្នុងករណីនេះក្នុងករណីដែលវាជាបន្ទាត់ជ្រុងបែបនេះគឺបងប្អូនមានមួយវិធីសាស្ត្រទៀតដែលងាយស្រួលក្នុងការប្រើប្រាស់ comment web out នេះដោយបងប្អូនគ្រាន់តែ click ទៅលើ object ដែលយើងចង់ web out នេះចង់បាំងវានេះមកហើយយើងវាយ WI enter ហើយយើង enter ម្ដងទៀតវានឹង load ឲ្យយើងវានឹង load show ឲ្យយើងឃើញមួយពីរចំណុចជាចំណុចទី1គឺ yes ចំណុចទី2គឺ no ចំណុចទី1បើយើងយក yes គឺវានឹងបង្កើត web out ឲ្យយើងដោយលុប object ចាស់ចោលប៉ុន្តែក្នុងករណីដែលយើងយក no គឺវានឹងបង្កើត web out ឲ្យយើងប៉ុន្តែវានឹងមិនលុប object ចាស់ដែលនៅបាំងពីលើវានឹងទេគឺវានឹងបង្កើត object ថ្មីឲ្យយើងឥឡូវយើង enter មកហើយយើង move វាមើលថាវាបានបាត់ object ចាស់របស់យើងនៅនេះគឺវាបាត់ទេ object ចាស់របស់យើងគឺនៅដដែលឥឡូវយើងលុបវាសិនមកហើយយើងcontrol Z សិនមកហើយយើងឧទាហរណ៍មួយទៀតឥឡូវយើង click object WI enter ហើយយើងយក yes បន្ទាប់មកទៀតយើងទៅ move object ចាស់មើលថាវាបានបាត់ឬ object ចាស់របស់យើងអត់នេះឃើញទេនេះវាបានបាត់ object ចាស់បាត់ហើយវាបង្កើតតែ object ថ្មីឲ្យយើងទេអញ្ចឹងក្នុងករណីនេះគឺសង្ឃឹមថាបងប្អូននឹងយល់ហើយអំពីការប្រើប្រាស់ web out នេះហើយយើងនឹងបន្តទៅមុខទៀតអំពី comment text នេះគឺការសរសេរអក្សរនៅក្នុងកម្មវិធី AutoCAD របស់យើង comment text នេះគឺវាសាមញ្ញមិនមានអីជាការស្មុគស្មាញអីច្រើនដែរបងប្អូនអាចប្រើ comment text នេះក្នុងការសរសេរតម្រូវការមានការសរសេរអក្សរបែបនេះនៅក្នុងប្លង់របស់បងប្អូនបានហើយ comment text នេះគឺយើងនៅពេលដែលយើងចូលសិក្សាទៅគឺវាងាយស្រួលទេគឺវាមិនមានអីស្មុគស្មាញច្រើនទេដូច comment មុនដែរការគូប្លង់បែបនេះនៅពេលដែលបងប្អូនអាចយល់ដឹងអំពី comment មួយគឺបងប្អូននឹងអាចឈានទៅដល់ការគូប្លង់បែបនេះបានដូចគ្នាអញ្ចឹងយើងបន្តចូលទៅសិក្សាអំពី text ទាំងអស់គ្នាដែលមាន shortcut key អក្សរ T ឥឡូវយើងវាយមក T enter វានឹង show ឲ្យយើងបែបនេះហើយយើង click ទាញវាមួយបែបនេះមកហើយយើង click មួយទៀតហើយបងប្អូនអាចវាយវាបានហើយឃើញទេយើងអាចវាយបានហើយក្នុងករណី text នេះគឺយើងអាចជ្រើសរើសយកប្រភេទ font អក្សរបានដូចគ្នាឃើញទេនេះ font អក្សរវាមានច្រើនដែលបងប្អូនអាចជ្រើសរើសយកមកសិក្សាបានហើយបងប្អូនក៏អាចកែបដូរពណ៌វាបានដូចគ្នានេះtrongចំណុចនេះហើយសម្រាប់trongចំណុចនេះគឺការ scale ទំហំរបស់អក្សរឧទាហរណ៍ថាយើង click ទៅនេះប៉ុន្តែទំហំអក្សរនោះវាទូចឬក៏ធំពេកមិនទាន់ត្រូវនឹងតម្រូវការរបស់យើងគឺយើងអាច click ពីលើវាហើយយើង select ទាំងអស់នេះមកហើយយើងអាចនឹងកែទំហំអក្សរត្រង់ចំណុចនេះបានឥឡូវខ្ញុំកែដាក់ 1000 ឃើញទេបងប្អូននេះ comment text នេះគឺវាងាយស្រួលបែបហ្នឹងសម្រាប់បងប្អូនក្នុងការប្រើប្រាស់សរសេរអក្សរ comment text នេះគឺវាងាយស្រួលទេប៉ុន្តែក៏វាមានចំណុចទូចមួយចំនួនទៀតដែលបងប្អូនត្រូវស្វែងយល់អំពីវាដែរឥឡូវយើងសាកទៀតមក T enter ហើយយើង select បែបហ្នឹងមកហើយយើងវាយយកទៅថាbuilding engineer បែបនេះប៉ុន្តែក្នុងករណីដែលបងប្អូនគិតថាអត់ឆ្លាញ់ font ហ្នឹងទេឥឡូវយើងសាកទៅកែបដូរ font មើលឥឡូវយើងយក font នេះបងប្អូននេះ scroll មកឥឡូវយើងយក font នេះឧទាហរណ៍នេះជាការឧទាហរណ៍ទេឃើញទេបងប្អូននេះ font ដែលយើងបានជ្រើសរើសមកនេះអញ្ចឹងបងប្អូនអាចចូលទៅសរសេរអក្សរដោយប្រើ comment text ហើយជ្រើសរើស font អក្សរហើយបងប្អូនក៏អាចកែបដូរពណ៌បានដែរឥឡូវយើងសាកយកពណ៌នេះវិញមើលឃើញទេនេះបងប្អូននេះហើយចំណុចនេះជាចំណុចដែលយើងអាចជ្រើសរើសកែបដូរ font អក្សរហើយត្រង់ចំណុចនេះគឺកំណត់ scale របស់អក្សររបស់យើងអញ្ចឹងបងប្អូនអាចយល់បានអំពីការប្រើប្រាស់ comment text នេះហើយវាងាយស្រួលទេនៅក្នុងការប្រើប្រាស់អក្សរជាប្រភេទភាសាអង់គ្លេសប៉ុន្តែវានឹងមានភាពស្មុគស្មាញបន្តិចនៅពេលដែលបងប្អូនឈានទៅដល់ការប្រើប្រាស់អក្សរខ្មែរប៉ុន្តែអីទេនៅពេលដែលចូលទៅដល់សិក្សាអំពីមេរៀននេះគឺខ្ញុំនឹងបញ្យល់បងប្អូនបន្ថែមទៀតអំពីការប្រើប្រាស់អក្សរខ្មែរនិង font អក្សរខ្មែរដែលយើងត្រូវយកមកសិក្សាអញ្ចឹងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណេះជូនបងប្អូនទាំងអស់គ្នាអំពីការ add photo ហើយ web out ហើយនិង text
សង្ឃឹមថាបងប្អូននឹងមើលហើយរៀនអនុវត្តតាមទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលខំតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ